ដល់សាររឿងមកក៏មិនឃើញគេលេខ Presnine ដែល Ismusi គាត់បាននិយាយថាយើងដឹងថាគេជាមនុស្សគួរឲ្យមួម៉ៅនិងផ្លិតផ្លិតបន្តិចប៉ុន្តែយើងមិនដឹងថាគេល្ងងដល់ថ្នាក់ហ្នឹងទេ Imuski គាត់និយាយបានតែប៉ុណ្ណឹងកូនចៅរបស់គេនៅខាងក្រៅក៏បាននិយាយថាហើយអ្វីមកជាយើងមកទឹកបងនៅទីនេះលោកម្ចាស់ Imuski គាត់ក៏បាននិយាយឆ្លើយតបថាមិនមែនខ្ញុំនឹងកំពុងឈរហាភ្លៀងនៅទីនោះទេកូនចៅគាត់នៅក្រៅនិយាយយ៉ាងខ្សឹបខ្សឹបថាខ្ញុំកំពុងតែត្រូវភ្លៀងដោយទឹក Imuski គាត់ក៏បាននិយាយបន្តទេគាត់ក៏បានដោះអាវចេញហើយយើងក៏បានឃើញស្មារបស់គាត់កំពុងតែដោះស្រាយការពោះចេញមក Imuski ក៏បានលុតចូលក្នុងទឹកស្រះក៏បាននិយាយបន្តថាពេលនេះប្រហែលជាគេចូលក្នុងផ្ទះវិញបាត់ហើយដែលយើងបានឃើញរូបរាងពិតរបស់ Imuski តែតាំងពីយើងកាត់មកនេះជាលើកទី1ហើយដែលខ្ញុំបានជួបរឿងបែបនេះអញ្ចឹងយើងរៀបការឲ្យពួកអតិថិជននៅឋានសួគ៌ទាំងអស់នឹងចូលរួមក្នុងវិធីការយល់ឡើងសន្ធឹកសន្ធាប់កូនចៅរបស់គេក៏បាននិយាយថាមិនយូរទេលោកម្ចាស់ Imuski នឹងហើរឡើងទៅឋានសួគ៌ព្រមទាំងពំកែវមณีទៅក្នុងមាត់ Imuski ក៏សួរថាកែវមณีទៅទន្សាយក៏បាននិយាយថាតែបំណងប្រាថ្នានៃការរៀបការនេះមិនមែនដើម្បីគ្រប់គ្រងកែវមณีទៅទេលោកម្ចាស់អញ្ចឹងមានន័យថាតើយើងមិនគួរសម្លាប់អបិមួយឈ្មោះយូដូនោះចោលទេអីចូលវាមិនមែនជារឿងធម្មតាទៅហើយទេរាល់សត្វ Ibusuki ដែលខ្ញុំធ្លាប់ស្គាល់កន្លងមកសុទ្ធតែមានចិត្តកាយសាហាវនិងត្រជាក់ត្រជុំណែណាទាំងអស់នៅពេលដែលពួកគេធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយនរណាម្នាក់ពួកគេនឹងសម្លាប់ម្នាក់នោះចោលសូម្បីតែក្នុងអំឡុងពេលគេកំពុងតែជ្រាបអំពីឲ្យគេស្ដាប់តែក្រោយពេលដែលបានរួមរយៈជាមួយគ្នាក៏ដោយ Ibusuki ក៏បាននិយាយថាទាំងអស់នេះគឺដើម្បីតែវេទមន្តកូនទន្សាយសួរចុះហេតុអ្វីបានជាលោកម្ចាស់ហាក់ដូចជារាយចិត្តបែបនេះ Ibusuki ក៏បានសួរថាចុះប្រសិនបើយើងមិនបានស្រឡាញ់គេនោះតើការសម្លាប់របស់យើងនឹងខ្លាចទៅជារឿងអត់ប្រយោជន៍ទៅហើយខ្សែក៏បាននិយាយទៅធ្វើថាតើវាមិនអាចទៅរួចយ៉ាងដូចម្តេចក្រោយវិធីមង្គលការរួចរាល់ហើយមុនពេលវេលារដូវកាលផ្លាស់ប្ដូរលោកម្ចាស់គ្រាន់តែសម្លាប់គេចោល Ibusuki លើតែប៉ុណ្ណឹងក៏បានស្រែកថាល្មមបានហើយរឿងនេះយើងនឹងចាត់ចែងដោយខ្លួនឯងដូច្នេះឯងបិទមាត់ឲ្យចិត្តទៅអាចារ្យនិយាយថា Ibusuki គាត់និយាយថាគាត់អត់ស្រឡាញ់គេទេតែក៏មើលទង្វើរបស់គាត់ Ibusuki ក៏បាននិយាយគំរាមថាបើឯងហ៊ាននិយាយរឿងនេះមកម្ដងទៀតយើងនឹងចាប់ហិចអណ្ដាតរបស់ឯងមិនសោះលើប៉ុណ្ណឹងក៏បានក្បិតមាត់ឡើងចិត្តក្បិតមាត់បិទមាត់ឡើងចិត្តបើយើងសម្លាប់អាយដូនោះចោលយើងនឹងច្បាស់ជាមិនអាចខិតខំរបស់គេបានឡើយអញគិតថាយើងនឹងសម្លាប់វាដោយងាយៗបែបនេះមែនទេណាខ្ញុំកុំជឿបែប Ibusuki តាមពិតវាស្រឡាញ់កូនយើងតែវាមិនទទួលស្គាល់ការពិតទេអង្គតែប្រហែលយើងក៏បានកាត់ទៅពេលព្រឹកដែលឃើញជនលួចរបស់យើងបានដើរងាកឆ្វេងងាកស្ដាំហើយក៏បានលើបារម្ភម្នាក់ថាម្ដងហើយមែនទេអរគុណលោកខ្លាំងណាស់ដែលបានខិតខំអញ្ជើញមកទីនេះខ្ញុំក៏បានថាបានប៉ុន្តែតែមានរឿងអ្វីកើតឡើងនៅទីនេះអពិតប្រាកដទៅពួកសេនាក៏បាននិយាយថាអូគឺលោកស្រីកំពុងតែចែកអង្គបាទជំនួយក៏បានសួរថាអង្គមែនទេលោកស្រីមានប្រសើរថាក្នុងថ្ងៃដ៏សែងរីករាយបែបនេះគាត់ចង់ចែករំលែកសេចក្តីស្រឡាញ់ដល់អ្នកភូមិទាំងអស់និយាយថាតាមផ្លូវនេះលោកម្ចាស់តាលោកម្ចាស់វ័យក្មេងយងឌូក៏ត្រូវរៀបចំខ្លួនសម្រាប់ពិធីមង្គលការនេះដែរមែនទេជំនួយគាត់និយាយថាបាទពិតមែនហើយគេនិយាយបានប៉ុណ្ណឹងជំនួយរបស់យើងក៏បានស្លៀកពាក់ហើយនៅអូយសង្ហាមិនជំនួយរបស់យើងគាត់ក៏បានដើរមកលឺមាត់ចាប់មកព្រៀបសុកសៀវគ្នាថាអូយធូរទ្រាំបន្តិចហើយដែលឃើញគេរៀបការនៅពេលនេះចុះកូនក្រមុំពេលណាទៅបង្ហាញខ្លួនដូចគ្រូបានគិតថាតើពេលណាទៅកូនក្រមុំបង្ហាញខ្លួនមកទៅមកយើងក៏បានលើគេស្រែកថាព្រះអើយតើនេះជាមនុស្សឬគឺជាទេវតាទៅនាងគឺមនុស្សស្រីម្នាក់ពិតមកតើសម្រស់របស់នាងស្អាតដាច់គេបែបនេះប្រហែលជាទេវតាហើយអូអាពី Ibusuki នឹងស្អាតមែនអូនស្រីរបស់យើងឃើញប៉ុណ្ណឹងគេឡើងភ័យមកតិចទៀតឡើងជ្រុងកាគេក៏បាននិយាយថាកូនកំឡុងនិងកូនក្រមុំសូមគោរពគ្នាទៅវិញទៅមកចា៎អ្នកគ្នារឿងរបស់យើងមកស្រីតត្រឹមនឹងចាំជួបគ្នានៅវីដេអូក្រោយបាយបាយ